រឿងសម្រាប់កណ្ដាលអាធ្រាត្រនៅភូមិដាច់ស្រយាលមួយនាពេលយប់ស្ងាត់ជ្រងំលោកសុកបានធ្វើដំណើរត្រឡប់មកពីធ្វើការវិញតាមផ្លូវលំដែលមានដើមដង្កធំធំបក់រវិចរវិចតាមខ្យល់ពន្លឺព្រះច័ន្ទពណ៌លឿងស្លេកចាំងកាប់មេឃឈើបង្កើតជាស្រមោលរញ៉េរញ៉ៃគួរឲ្យខ្លាចរំពេចនោះគាត់បានឮសំឡេងសយស្រាលស្រាលចេញពីខាងក្រោយដើមចេកលោកសុកបញ្ឈប់ម៉ូតូរួចសម្លឹងមើលទៅគាត់ឃើញស្ត្រីម្នាក់ស្លៀកពាក់សបុកសក់វែងអន្លាយបិទមុខឈរធ្មឹងដោយស្មានថាជាអ្នកភូមិមានគ្រោះថ្នាក់គាត់ក៏សួរទៅអ្នកមីងមានការអីឲ្យឈឹមជួយទេស្ត្រីនោះមិនឆ្លើយប៉ុន្តែចាប់ដើមងាកមកយឺតនៅពេលដែលនាងងាកមកដល់មុខរបស់នាងមិនមានភ្នែកចមុះឬមាត់ឡើយគឺរាបស្មើដូចជាផ្ទៃក្រដាសភ័យខ្វាំងពេកលោកសុកប្រឹងបញ្ឆេះម៉ូតូប៉ុន្តែម៉ូតូមិនឆេះសោះស្ត្រីនោះចាប់ផ្ដើមហោះចូលមកជិតរួមជាមួយសំឡេងស្រែកយំយ៉ាងគ្រលួចលោកសុកបិទភ្នែកសូថរយ៉ាងខ្លាំងពេលបើកភ្នែកឡើងវិញគ្រប់យ៉ាងក៏បាត់អស់ស្ងាត់ជ្រងំដូចដើមគាត់ប្រញាប់ជិះម៉ូតូសម្ដៅទៅផ្ទះដោយមិនហ៊ានងាកក្រោយគេឡើយ